វាខ្សាច់ដ៏ធំល្វឹងល្វើយរួមជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតដូចទៅនឹងទីក្រុងឌូបៃសហព័ន្ធអារ៉ាប់រួមអញ្ចឹងបងប្អូនទាំងអស់គ្នាស្ដាប់អត់ច្រឡំទេនេះគឺជាដំណើរកម្សាន្តឆ្ពោះទៅកាន់ដាឡាត់មួយនេនិងហូជីមីងរយៈពេល4ថ្ងៃ3យប់ជាមួយនឹងក្រុមហ៊ុន Tesho World Pop បងប្អូនទាំងអស់គ្នាជឿអត់ថាដំណើរកម្សាន្តនេះចំណាយមិនដល់$400ផងបងប្អូនទាំងអស់គ្នានឹងទទួលបាននូវបទពិសោធន៍ថ្មីដើរលេងដូចបានទៅលេង3ប្រទេសរួមបញ្ចូលគ្នាអញ្ចឹងដំណើរកម្សាន្តមួយនេះបងប្អូនទាំងអស់គ្នានឹងទទួលបាននូវអារម្មណ៍ដ៏ប្លែកពិសេសខ្លាំងមែនទែនទាំងការញ៉ាំទាំងការធ្វើដំណើរជាមួយនឹងការគេងនៅសន្តាគារលំដាប់ផ្កាយ5តែម្ដងអ្វីដែលកាន់តែប្លែកជាមួយនឹងដំណើរកម្សាន្តយើងហេតុអីបានជាខ្ញុំនិយាយថាបងប្អូនទាំងអស់គ្នាដើរលេងចំណេញដូចបានទៅលេង3ប្រទេសអញ្ចឹងកន្លែងកម្សាន្តទី1នោះគឺទីក្រុងដាឡាតបងប្អូនទាំងអស់គ្នាប្រកាសជាដឹងហើយថាទីក្រុងដាឡាតគឺជាទីក្រុងមួយដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំតែម្ដងបើនិយាយពីបែបបទផ្ទះដែលសាងសង់នៅលើទីក្រុងដាឡាតហ្នឹងដូចស្រដៀងទៅនឹងប្រទេសបារាំងអញ្ចឹងមានទាំងអគារកាតូលិកផងដែរហើយកន្លែងពិសេសទី2នោះគឺភូមិបុរាណអូហាយ៉ូដែលគេតបតែងឡើងដូចទៅនឹងប្រទេសជប៉ុនអញ្ចឹងបងប្អូនទាំងច្រកខ្លងទ្វារចូលទាំងបដិបត្តិនៃការរៀបចំនៅក្នុងហ្នឹងគឺថាដូចទៅនឹងប្រទេសជប៉ុនអញ្ចឹងពេលដែលបងប្អូនទៅដល់កន្លែងហ្នឹងហើយប្រាប់គេថាប្រទេសជប៉ុនប្រហែលជាគេជឿដែរបងប្អូនហើយកន្លែងពិសេសទី3នោះគឺវាខ្សាច់មួយនេដ៏ធំល្វឹងល្វើយដូចទៅនឹងវាខ្សាច់ Safari នៅទីក្រុងឌូបៃសហព័ន្ធអារ៉ាប់រួមអញ្ចឹងបងប្អូនជាពិសេសបូករួមជាមួយនឹងការជិះនៅឡានស៊ីតនៅលើវាខ្សាច់ដ៏ធំល្វឹងល្វើយហើយស្រស់ស្អាតខ្លាំងមែនទែនហើយមិនត្រឹមតែប៉ុណ្ណោះនៅមួយនេសម្បូរទៅដោយឆ្នេរសមុទ្របើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តបែបឆ្នេរសមុទ្របែបជាបងប្អូនទៅកន្លែងហ្នឹងគឺពិតជាមិនខកបំណងតែម្ដងតែចង់ជំរាបជូនបងប្អូនទាំងអស់គ្នាមួយទៀតណាកន្លែងដែលយើងគេងនៅមួយនេហ្នឹងគឺជាសន្តាគារលំដាប់ផ្កាយ5តែម្ដងហើយបើនិយាយពីបរិយាកាសជុំវិញសន្តាគារនេះគឺពិតជាស្រស់ស្អាតខ្លាំងមែនទែន view វិញបងប្អូនអើយថតរូបយកតាណាអស់ទេបងប្អូនដូច្នេះបើសិនជាបងប្អូនទាំងគ្នាចាប់អារម្មណ៍ជាមួយនឹងដំណើរកម្សាន្តឆ្ពោះទៅកាន់ដាឡាត់មួយនេនិងហូជីមីងជាមួយនឹងក្រុមហ៊ុន Tesho World Pop អាចធ្វើការចុះឈ្មោះឥឡូវនេះបានជួបគ្នាជាមួយនឹងដំណើរកម្សាន្តជាច្រើនទៀតជាមួយខ្ញុំឆារ៉ូតនៅក្នុងក្រុមហ៊ុន Tesho World Pop ទាំងអស់គ្នា